អស់រយៈពេល4ឆ្នាំហើយតាំងពីឆ្នាំ1177ដែលអាណាចក្រត្រូវបានគ្រប់គ្រងដោយចាមបន្ទាប់ពីមានការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ចាមប្រឆាំងនឹងទីក្រុងយសោធរបុរៈរបស់ខ្មែរអាណាចក្រត្រូវបានវាយបំបាក់ភាពវឹកវរកើតឡើងគ្រប់ទីកន្លែងអាណាចក្រខ្មែរស្ថិតនៅលើគែមនៃការដួលរលំប៉ុន្តែខ្មែរមិនបានបញ្ចប់ត្រឹមនេះនោះទេនៅមុនឆ្នាំ1181ប្រជាជនចាប់ផ្ដើមឮការនិយាយតគ្នានៃការវិលត្រឡប់មកវិញរបស់ព្រះមហាក្សត្រមួយព្រះអង្គដែលធ្លាប់ច្បាំងជាមួយចាមនៅក្នុងយុវវ័យរបស់ទ្រង់ក្នុងអំឡុងឆ្នាំ1140ហើយធ្លាប់លុកលុយទីក្រុងវិជ័យរបស់ចាមផងដែរប្រជាជនជឿថាព្រះអង្គគឺជាអ្នកមានចេត្តាមករំដោះជាតិខ្មែរប៉ុន្តែការនិយាយតគ្នាមិនមែនគ្រាន់តែជាពាក្យចចាមអារាមទៀតនោះទេព្រះអង្គទ្រង់គង់នៅត្រង់កន្លែងណាមួយដើម្បីប្រមូលប្រជាជននិងកសាងទាហានរបស់ទ្រង់ត្រៀមខ្លួនជាស្រេចសម្រាប់ការរំដោះមិនយូរប៉ុន្មានកងទ័ពរបស់ទ្រង់ក៏បានបើកការវាយប្រហារទៅលើអ្នកឈ្លានពានទាំងជើងគោកនិងជើងទឹកក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ទ្រង់កងទ័ពរបស់ទ្រង់បានទទួលជ័យជំនះជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក
នៅមុនឆ្នាំ1181បន្ទាប់ពីបានទទួលជ័យជំនះដ៏អស្ចារ្យលើកងទ័ពជើងទឹកចាមព្រះអង្គអាចរំដោះអាណាចក្រខ្មែរនិងដេញចាមចេញពីប្រទេសរបស់ព្រះអង្គក្រោយមកទៀតទ្រង់ក៏បានក្លាយខ្លួនទៅជាព្រះមហាក្សត្រដ៏ខ្លាំងពូកែមួយព្រះអង្គដោយមានព្រះនាមថាព្រះបាទជ័យវរ្ម័នទី7ក្រោមការដឹកនាំរបស់ទ្រង់អាណាចក្រខ្មែររីកចម្រើនដល់កំពូលហើយក្លាយទៅជាអាណាចក្រដ៏ខ្លាំងក្លាពន្លឺតែងតែភ្លឺនៅទីដែលងងឹតហេតុដូច្នេះចូរកុំខ្លាចក្នុងការក្រោកឈរនៅក្នុងទីដែលងងឹតបញ្ចាំងប្រាប់